ចាសួស្តីបងអើយខែហ្នឹងបងអំបិលក៏សៀងដែរអញ្ចឹងថ្ងៃហ្នឹងក៏នឹកឃើញថាស្គរពងទាទុកសម្រាប់ដោះតអីអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងដែរខ្ញុំមានពងទា10គ្រាប់ហើយមានជាមួយខ្ទឹមសខ្ទឹមម្ទេសហើយនឹងស្លឹកជីបងអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើពងទាត្រាំទឹកស៊ីអ៊ីវអញ្ចឹងខ្ញុំចាក់ទឹកឆ្អិនទឹកដែលខ្ញុំដាំពុះចូលទៅអញ្ចឹងទឹកស៊ីអ៊ីវនិងទឹកសហ្នឹងគឺដាក់បរិមាណស្មើគ្នាចឹងខ្ញុំចាក់ទឹកស៊ីអ៊ីវចូលរៀងច្រើនបន្តិចចឹងណាបងធ្វើម៉េចឲ្យលិចជាមួយពងទាហ្នឹងចឹងម្ហូបបែបនេះគឺងាយបងប្អូនហើយក៏ឆ្ងាញ់ដែរជាពិសេសដាំបាយក្តៅមកដាក់ពងទា1គ្រាប់2គ្រាប់មកអីចឹងណាហើយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចរួចហើយខ្ញុំបន្ថែមជាមួយនឹងស្ករចឹងស្ករសខ្ញុំប្រើ2កូនសាភីចឹងដែរហើយដើម្បីឲ្យវាមានរសជាតិដិតបន្តិចចឹងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីអូយសុំទោសបងថែមជាមួយនឹងអំបិលហើយថែមទឹកស៊ីអ៊ីវតិចទៀតដើម្បីវាលិចពងទាដើម្បីចូលជាតិល្អអញ្ចឹងណាហើយជាចុងក្រោយគឺបន្ថែមជាមួយនឹងខ្ទឹមសម្ទេសហើយនឹងស្លឹកជីអញ្ចឹងជីខ្ញុំប្រើជីវ៉ាន់ស៊ុយហើយជាមួយស្លឹកខ្ទឹមបងអញ្ចឹងដាក់វាច្រើនតិចអញ្ចឹងទៅឲ្យវាឈ្ងុយល្អហើយពងទានេះដែរគឺខ្ញុំត្រូវការទុកវារយៈពេល3យប់ចោលអញ្ចឹងណាដើម្បីពងទាវាចូលជាតិល្អហើយវាឡើងពណ៌ក្រហមស្អាតចឹងឥឡូវនេះពងទាត្រាំទឹកស៊ីអ៊ីវរបស់ខ្ញុំរួចរាល់ហើយបងអើយអញ្ចឹងអាហារស្គួរទុកពេលដែលយើងដោះតឬមួយក៏រវល់បានធ្វើម្ហូបអីចឹង